ពេលខ្លះជីវិតអស់ចាហ្នឹងជាយន្តហោះជារថភ្លើងល្បឿនលឿនជិះឡានដើរនៅក្រោមព្រិលហើយងាកចុះងាកឡើងខាងឆ្វេងដៃខាងស្ដាំដៃខាងមុខមើលលើភ្នំសិតតែព្រិលធ្លាក់ជាផ្ទៃដើមឈើណាអត់ស្លឹកហើយព្រិលក្រដណ្ដប់ចឹងបងប្អូនមានអារម្មណ៍មិនដែរចំពោះអារម្មណ៍ខ្ញុំហើយរំភើបមែនតើលោកហើយនិយាយរួមទៅក៏ដែរបានទៅប្រទេសនេះមានព្រិលនិយាយរួមទៅវាជាបបផ្សះរបស់ខ្ញុំហើយព្រោះអីអត់ដែរបានជួបព្រិលសោះអត់ដែរបានឃើញព្រិលសោះទៅចិនរាល់ដងតែចំខែល្ងាខែត្រជាក់ដក2ដក3អត់មានព្រិលទេប៉ុន្តែដល់ពេលគេទៅ Oh my god គេមានព្រិលរហូតចំណែកខ្ញុំអើយបន្តដំណើរតាមក្រោយទៀតគេបានជួបព្រិលនិយាយរួមទៅបងប្អូនវីដេអូខាងមុខនេះមិនមែនវីដេអូខ្ញុំទេក្រុមការងារខ្ញុំទេដែលតែបានឃើញព្រិលតែពិតទៅខ្ញុំទៅរាល់ដងគឺអត់ឲ្យមានព្រិលទេនិយាយរួមទៅខ្ញុំសើចបំផុតហ្មង